Xiaomi unveils Xiaomi X Ring chips ធម្មតាទេ Xiaomi ឥឡូវធ្វើ chip ខ្លួនឯងទៀតកាចមែនទែនតែម្ដងហើយយើងក៏មាន device មួយចំនួនផងដែរដូចជា Xiaomi ទូរស័ព្ទណាមួយនឹង 15S Pro ហើយនិង Xiaomi Pad 7 Ultra នេះជា custom chip ក្រុមហ៊ុនមួយគឺតែងតែមាន custom chip ដែលគេ develop មកដើម្បីធ្វើការ enhance ទៅលើ performance នៃទូរស័ព្ទមួយសម្រាប់ទូរស័ព្ទមួយ Apple ក៏មាន custom chip ខ្លួនគេដែរណាអញ្ចឹងគេ design chip មកបោះទៅឲ្យ TSMC អ្នក produce chip ហ្នឹងអ្នកធ្វើ chip ហ្នឹង Huawei ក៏ដូចគ្នាក្រុមហ៊ុន Qualcomm ក៏ដូចគ្នាបងប្អូនដែលលឺ Snapdragon 8 Elite អញ្ចឹងទៅអញ្ចឹង Qualcomm អ្នក design chip ខ្លួនឯងហើយគេ design ចប់ទៅគេទៅបោះទៅឲ្យ TSMC អញ្ចឹងគេអាច TSMC គេអាច produce chip នឹងបានជាមួយនឹង fabric ពួកគេណា TSMC គេមាន3 nanometer ទៅទៀតនឹងមាន2 nanometer អីទៀតនោះ Xiaomi នេះកាយដូចខ្ញុំនិយាយអញ្ចឹងក្រុមហ៊ុន Google ធ្វើ chip ខ្លួនឯង Tensor design custom chip performance នឹងមិនបានមកចំណិតវាផងបាទ Tensor មួយនឹងដែលលឺណាបាទអញ្ចឹង Google នឹង custom chip Tensor នឹងបោះទៅឲ្យ Samsung អ្នក produce អ្នកធ្វើដល់ឡែក Xiaomi នឹងធ្វើ design chip ខ្លួនឯងមកបោះទៅឲ្យ TSMC អ្នក design chip ឲ្យអញ្ចឹងទៅលើបន្ទុកគេហៅថា Geekbench ឬក៏ Endo2 ឬ performance ផ្សេងៗតាមការតេស្តហ្នឹងខ្លាំងវាខ្លាំងដូច Snapdragon 8 Elite ឬក៏ Dimensity 9400 អីចឹងហើយ chip នេះគឺ chip flagship បងប្អូនយើងណាវាកសាងនៅក្នុងទម្រង់3 nanometer បាទ SoC ក៏ប៉ុន្តែត្រង់ថា chip ហ្នឹងគឺជា chip ថ្មីប្រហែលជាវាមិនអាច optimize ល្អត្រឹមត្រូវនៅក្នុង generation ទី1ចឹងទេណាជួនកាលទៅវាអាចឡើងល្អទៅណាហើយខ្លាយដែរទេព្រោះអី Xiaomi ធ្វើអញ្ចឹងទៅអាមេរិកកំពុងតែមើលអាហ្នឹងវាធ្វើអីហ្នឹងជួនកាលទៅតែអាមេរិកធ្វើដូច Huawei ដែរអញ្ចឹងវាពិបាកបាទពិបាកទៅយ៉ាងម៉េចវានៅតែខ្លាំងអញ្ចឹងណាប៉ុន្តែបើសិនយើងនិយាយទីផ្សារ global បើថាដូចជាស្ដាញ់ឥឡូវអញ្ចឹងបងប្អូនសួរថា Huawei ល្អអត់ល្អប៉ុន្តែចំណុចទើសមួយហ្នឹងគឺ Google Service តែប៉ុណ្្នឹងទេណាអញ្ចឹងតែកាលណាអត់មាន Google Service ទៅវា creator ខ្ញុំក៏ដោយ creator គេផ្សេងៗក៏ដោយអញ្ចឹងទៅគេអត់សូវណែនាំអញ្ចឹងទៅអញ្ចឹងគេណែនាំអារបស់ដែលមានពេញលេញអញ្ចឹងណាដោយសារយើងមានជំរើសលើទីផ្សារដូច Huawei អញ្ចឹងបើអញ្ចឹងការលក់គឺធ្លាក់បើសិនយើងនិយាយទីផ្សារសកលតែបើថា Huawei ដូចលើកមុនមានទាំង Google Service មានទាំងស្អីៗមក complete ដែលអាច access បានទៅគ្រប់ទំហំពេញលេញតែម្ដង smartphone ផ្សេងៗអាចនឹងវេទនាជាមួយនឹង Huawei អញ្ចឹងណានិយាយមែន Xiaomi ហ្នឹងក៏អញ្ចឹងដែរតែទៀតហ្នឹងខ្ញុំមិនដឹងទេបងប្អូនយើងបាទអញ្ចឹងនៅក្នុងបកាយរណបដែលគេកំពុងតាមដានទេបាទអាហ្នឹងវាធ្វើមិនអាហ្នឹងមិនគាត់ design chip ខ្លួនឯងអញ្ចឹងណាបាទចុះឡើងទៅវាអាមេរិកវាថាបង្កសន្តិសុខជាតិវាទៀតហ្នឹងអញ្ចឹងទៅវាអាចបាន Xiaomi ទៀតយ៉ាងពេលហ្នឹងវាទៅជាដូចខ្ញុំនិយាយ Xiaomi នៅទីផ្សារសកលក៏មិនធម្មតាដែរបងប្អូនយើងលក់ច្រើនដែរអញ្ចឹងណាហើយតែកាលណាវាជួបបញ្ហាដែលគេរារាំងទៅវាអាចពិបាកក្នុងពេលហ្នឹងតិចតួចអញ្ចឹងទៅបាទតែសួរតែ chip ហ្នឹងខ្លាំងអត់ខ្លាំងបងប្អូនណាខ្លាំងដូចខ្ញុំនិយាយអញ្ចឹងបាទអញ្ចឹងបន្ទុក N2 ប៉ុណ្ណឹងគឺកប់សេរីបាត់ហើយ2លានជាងនេះនោះអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងអីគេ Exynos Samsung ក៏ដោយក៏ធៀបមិនបានដែរណាTensor អីហ្នឹងគឺស្បៃឯងអញ្ចឹងសរសើរ Xiaomi មែនទែនតែម្ដងដែលចេញ chip ដំបូងហើយធ្វើ flagship យកតែម្ដងមិនធម្មតាទេហើយ flagship ហ្នឹងខ្លាំងទៀត performance ដូច Zen original អញ្ចឹងចង់និយាយអញ្ចឹងណាបងយើងហើយ chip X Ring 01ហ្នឹងគឺដាក់នៅលើ Xiaomi 15S Pro បាទអញ្ចឹង Xiaomi 15S Pro ហ្នឹងបើនិយាយពី spec ខាងក្រៅវាហ្នឹងគឺថាដូចទៅនឹង Xiaomi 15 Pro អញ្ចឹងបងយើងបាទទាំងទំហំអេក្រង់ក៏ដូចគ្នាទាំង display ក៏តែមួយ camera setup ក៏តែមួយខុសគ្នាកន្លែង chip ហ្នឹងទេណាល្បឿនសាកក៏តែមួយហើយតម្លៃហ្នឹងខុសគ្នាបន្តិចតម្លៃរៀងថ្លៃ Xiaomi 15S Pro ហ្នឹង$900ជាង949អត់តបូកតាអត់តបូក delivery ទេណាហ្នឹងណានេះទូរស័ព្ទហ្នឹងគឺប្រើ chip ថ្មីហ្នឹងឯងបងយើង X Ring ហ្នឹងឯងនេះ 2K Ultra Visual Display X Ring 01 processor platform អញ្ចឹងទៅណាបាទហើយស្បែកវាហ្នឹងគឺដូច Xiaomi 15 Pro អញ្ចឹងបងយើងអត់ខុសគ្នាទេរូបរាងក៏ដូចគ្នាផងដែរទាំង camera setup ទាំងសពបែបយ៉ាងក៏ដូចគ្នាខុសគ្នាកន្លែង chip នឹងមួយទេហើយខ្ញុំជឿថាវាជា version China បងយើងកុំបារម្ភអីណានៅក្នុងចិនគេប្រើលក់អាហ្នឹងអត់បញ្ហាតែបើសិនជាលក់ជាលក្ខណៈ international អញ្ចឹងគេប្រើ Snapdragon ដដែលទេអញ្ចឹងអត់មានពាក់ព័ន្ធអីនឹងរឿងដែលអាមេរិកគេហាមអីទេអញ្ចឹងវា Xiaomi គេឆ្លាតស្អីហ្នឹង Xiaomi នេះ
ហ្នឹងហើយហ្នឹងអរគុណនេះគឺជាអ្វីខ្ញុំចង់ចែករំលែកនៅក្នុងវីដេអូនេះសង្ឃឹមបងប្អូនចូលចិត្តជួបគ្នានៅកាលក្រោយបាយបាយ